គេមានបងមើលថែមានពុកមានម៉ែរក្សាចិញ្ចឹមថ្នាក់ថ្នមកូនធំរស់ដោយសុខាទោះលោកលំបាកប៉ុណ្ណាក៏ទ្រាំដើម្បីកូនស្ងួនតែដល់ពេលនេះរូបខ្ញុំហាក់ដូចឯកាបងមានគ្រួសារវាសនាបែងចែករៀងខ្លួនពុកម៉ែក៏ចាំសុខភាពលោកមិនមាំមួនកូនមិនសូវថែទួនរវើរៀងខ្លួនផ្លេចគ្រាកន្លង